សួស្តីអតិថិជនទាំងអស់គ្នានេះគឺជាវីដេអូទី2ដែលតវីដេអូមុនដែលវីដេអូមុនយើងបាននិយាយពីចដាប្រភេទនៅផ្ទះអញ្ចឹងឥឡូវយើងចូលចដាប្រភេទអក្សរម្ដងដែលវាមានចដាអក្សរប្រភេទ I ប្រភេទ A និងប្រភេទ M អញ្ចឹងយើងទៅមើលទាំងអស់គ្នាថាវាខុសគ្នាបែបណាខ្លះអញ្ចឹងយើងទៅតាមដានទស្សនាទាំងអស់គ្នាតោះបងប្អូនទាំងអស់គ្នាយើងចូល model ដំបូងគេដែលជាប្រភេទអក្សរ I តើអក្សរ I នឹងអ្មេចខ្លះយើងទៅមើលទាំងអស់គ្នានេះបងប្អូនអក្សរ I វាមានពីរពណ៌នេះបងប្អូនវាមានពណ៌ទឹកប្រាក់ហើយនិងពណ៌ខ្មៅអញ្ចឹងខ្ញុំលីឲ្យមើលថាអក្សរ I អ្មេចអក្សរ I យើងខូតឡើងលើត្រង់ទេបងប្អូនប្រភេទអក្សរ I យើងខូតឡើងលើត្រង់ទេបងប្អូនតែអក្សរ I នេះយើងប្រើតតែមានបកគោលឬក៏ជាងអីឯកបងប្អូនក៏ផ្អែកទៅបានយើងអាចឡើងធ្វើការបានហើយចដាប្រភេទនេះយើងមានចាប់ពី2ម៉ែត្រ7រហូតដល់5ម៉ែត្រ9អញ្ចឹងបងប្អូនត្រូវការទំហំមួយណាអាចឆាត់តាក់ទងមកបានចាំខ្ញុំដាក់តម្លៃនៅក្នុង comment ជូនបងប្អូនណាអ្នកទាំងអស់គ្នានេះគឺជាចដាប្រភេទអក្សរ A អញ្ចឹងនេះជាទម្រង់របស់វាគេជាអក្សរ A គឺបែបនេះលក្ខណៈពិសេសរបស់វាគឺយើងអាចឡើងដូងពូនៅចំកណ្ដាលផ្ទះអីបានណាបងប្អូនអញ្ចឹងវាស្រួលមែនទែនហើយចដាប្រភេទនេះដែរយើងអាចបត់ទៅជាអក្សរ I ក៏បានដែរបងប្អូន A ក៏បាន I ក៏បានអញ្ចឹងខ្ញុំបត់ជូនបងប្អូនទាំងអស់គ្នាកាច់កលឿនវាអញ្ចឹងមកបងប្អូននឹងតោងវាជាប់ទៅមកហើយយើងទាញជើងខាងនេះមកទាញអញ្ចឹងមកបងប្អូនឃើញទេចូលឲ្យដល់កន្លងញ៉ាំវាអញ្ចឹងមកហើយយើងខូតវាអញ្ចឹងមកនេះបងប្អូនឃើញទេចេញជាទម្រង់អក្សរ I បាទហើយបងប្អូនបងប្អូនទាំងអស់គ្នាខ្ញុំនឹងឡើងតាកនៅចដានេះគឺបងប្អូនទាំងអស់គ្នាមើលថាវាមាំមិនខ្លះអញ្ចឹងយើងឡើងមើលបាទគឺមានភាពងាយស្រួលមែនទែនសម្រាប់ដូងពូដូងអីបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នានេះគឺជាຂະຫນាតខ្លីជាងគេ2ម៉ែត្របន្ទឹកអញ្ចឹងយើងអាចមាន2ម៉ែត្រកន្លះ3ម៉ែត្រ3 4ម៉ែត្របន្ទឹកអញ្ចឹងមានជម្រើសជូនបងប្អូនទាំងអស់គ្នាបើពេញចិត្តຂະຫນាតមួយណាបងប្អូនតាក់ទងមកឬក៏មើលនៅខាងក្នុង comment ខ្ញុំបានដាក់តម្លៃនៅលើនឹងទាំងຂະຫນាតទៀតអញ្ចឹងយើងចូល model មួយទៀតគឺ model អក្សរ M បងប្អូនទាំងអស់គ្នានេះគឺជាចដាប្រភេទអក្សរ M មិនបានយើងនិយាយថាអក្សរ M នេះបងប្អូនទាំងអស់គ្នាឃើញទេបើយើងធ្វើអញ្ចេះមកវាដូចអក្សរ M យើងបងប្អូនឃើញទេដូចអក្សរ M អញ្ចឹងណាអញ្ចឹងចដាប្រភេទនេះគឺភាគច្រើនយើងឃើញបងប្អូនជាងសំណងរបស់យើងគាត់ភាគច្រើនគាត់ប្រើចដាប្រភេទនេះដោយសារវាស្រួលឡើងបោកឡើងអីអញ្ចឹងណាបងប្អូនហើយចដាប្រភេទនេះអាចបត់បានជាប្រភេទគឺច្រើនអក្សរមែនទែនជំរឿបងប្អូនគ្រាន់តែប្រភេទបែបនេះខ្ញុំគ្រាន់តែទាញវាអញ្ចេះមកនេះទាញវានេះមកម្នាក់ឯងប្រហែលបងប្អូនក៏មានអ្នកជួយទប់អីចឹងណាឃើញទេយើងស្ដាប់ប្រភេទនេះនិយាយទៅយើងអាចធ្វើការឡើងបោកអញ្ចាំងអីចឹងទៅវាបានវែងបងប្អូនអ្នកធ្វើការខាងសំណងគាត់ដឹងថាវាស្រួលបែបណាពេលយើងប្រើចដាប្រភេទអក្សរហ្នឹងណាហើយមិនត្រឹមតែប៉ុណ្្នឹងជាមួយខ្ញុំបត់ឲ្យបងប្អូនខ្លាចជាអក្សរ A មើលខ្ញុំបត់ឲ្យខ្លាចជាអក្សរ A ឥឡូវយើងលាត្រង់ទៅណាព្រោះជ្រុលទៅអញ្ចឹងហីនេះបងប្អូនយើងលាវាជាត្រង់ទៅជាអក្សរ I ក៏បានដែរហ្នឹងចដានេះគឺប្រភេទពហុមុខវាហ្មងបងប្អូនឃើញទេបងប្អូននេះហើយជាប្រភេទអក្សរ I ប្រភេទនេះពេលយើងបត់ជា M ទៅ1ម៉ែត្រទេប៉ុន្តែបើសិនជាបត់ទៅជា I បាន3ម៉ែត្រ6បងប្អូនឥឡូវយើងបត់ទៅជាអក្សរ A ម្ដងនេះបងប្អូនទាំងអស់គ្នាឃើញទេនេះបងប្អូនយើងបត់ជាទម្រង់អក្សរ A ណាបងប្អូនតែຂະຫນាតនេះដែរគឺជាຂະຫນាត M 1ម៉ែត្រពេលយើងបត់ជាអក្សរ M យើងចង់មានន័យថាអាពេល M គឺ1ម៉ែត្រហើយក៏មានຂະຫນាតវែងជាងនឹងទៀតដែររហូតដល់បត់ជាអក្សរ M 2ម៉ែត្រអញ្ចឹងបើសិនបងប្អូនត្រូវការຂະຫນាតណាចាំតាក់ទងមកហើយសម្រាប់ព័ត៌មានផ្សេងបងប្អូនអាចឆានមកសួរមកបងប្អូនហើយកុំភ្លេចជួយចុច like page យើងខ្ញុំម្នាក់មួយផងហើយការ review របស់យើងគឺចប់ហើយអូនៅមួយទៀតបងប្អូននេះចដាប្រភេទមួយនេះបងប្អូនប្រភេទមួយនេះពិសេសដែរគឺប្រភេទអក្សរ A នេះបងប្អូនប្រភេទ A ហូតបងប្អូនជំរឿខ្ញុំជួយបងប្អូនមើលចដាប្រភេទនេះគឺល្អមែនទែនបងប្អូនវាស្រួលវារៀងស្រាលស្រួលចល័ត
នេះពេលយើងដាក់វាទៅជាចាស់បងប្អូនឃើញទេអក្សរ A អក្សរ A ខ្លីអញ្ចឹងណាប៉ុន្តែពេលដែលយើងលូតវាបងប្អូនអាហ្នឹងគេហៅចដោលលូតទីកង់បងប្អូនណាអញ្ចឹងបងប្អូនចាំមើលខ្ញុំលូតឲ្យវាលូតទៅជាពោះយើងហូតវាចេះមកដល់កលឹះណាដែលយើងចង់ដាក់យើងគ្រាន់តែពាក់កលឹះវាមកពេលយើងបងប្អូនហើយយើងលាងវាចេះមកវាហើយស្នាច់ចដានេះស្រាលមែនទេស្រួលចល័តហើយបងប្អូនចដាប្រភេទនេះខ្ញុំបានធ្វើវីដេអូហើយមួយហើយអញ្ចឹងបើបងប្អូនចង់មើលចដាប្រភេទនេះហ្នឹងបងប្អូនចូលទៅក្នុង page របស់ខ្ញុំscroll មើលទៅបងប្អូនឃើញចដាប្រភេទហ្នឹងវាមានច្រើន model ដែរវាមានអានេះ4កាំវាមាន5កាំ6កាំ7កាំរហូតដល់9កាំទៅបងប្អូនហើយមួយទៀតបងប្អូនដែលមានតម្រូវការចដាຂະຫນាត A យៈបងប្អូនតោះអញ្ជើញមកមើលនេះដែលទៅចូលស្តុកຂະຫນាតនេះគ្រាន់តែជាអក្សរ A អញ្ចឹងបងប្អូន4ម៉ែត្រហើយបើសិនជាយើងលូតថែម4ម៉ែត្រទៀតຂະຫນាតនេះដល់8ម៉ែត្របងប្អូនបើមានតម្រូវការគឺអាចមកមើលទាំងអស់គ្នាបានបាទមានតែប៉ុណ្្នឹងទេបាទបាយបាយ